ជាអ្នកចម្រៀងមានឈ្មោះល្បីល្បាញ1 2 3 4 5 6ចាแม่ของผมชอบหงุดหงิดแล้วก็อึไม่ออกท้องผูกนิสัยร็อกand rollฟุ้งซ่านฉันรู้แม่ของผมชอบหงุดหงิดแล้วก็อึไม่ออกท้องผูกថ្លង់ណាស់លោកម្ចាស់កូនពួកឯងនៅឲ្យស្ងាត់ស្ងាត់មិនតិចបានទេនេះម៉ាក់និយាយជាមួយឯងណាដឹងទេនេះនិយាយជាមួយខ្ញុំទេឆេងចាំងម៉ាក់កំពុងតែគេងថ្ងៃគឺដាច់ងុយអស់អាលីងណាឃើញទេកូនលោឡាអញ្ចឹងគេងថ្ងៃមិនតែធ្លាប់ភ្នែកទេអ្នកម៉ាក់អើយម៉ាក់ប្រាប់ឲ្យថាពេលម៉ាក់គេងថ្ងៃនឹងហាមលោឡាដឹងទេហាហាប់ច្រៀងបើមិនឲ្យលោឡាមិនគេហៅថាច្រៀងទៅគេនិយាយត្រូវមែនណោះបើមិនចង់លើញ៉ុកសំឡីទៅហើយនេះណែញ៉ុកសំឡីចុកសំឡីចេះណែញ៉ុកសំឡីហ៎ហើយបែបនេះហ៎ជីងចាក់បំឡាចឹងចាំងចាំមកស៊ីត្រីអាំងឆ្កែលត់មកខាំគូតអូចូលចិត្តច្រៀងមែនតើហើយដូចខ្ញុំបែបបាត់តែម្ដងអនាគតទៅនឹងថប់តែខ្លាយជាអ្នកចម្រៀងមានឈ្មោះល្បីល្បាញទេកូនខ្ញុំជីយ៉ាជីណាសិកាអរគុណហើយល្អណាស់តាកន្លែងនេះស្អាតណាស់ជាកន្លែងបង្ហាត់តន្ត្រីកម្របានចូលងាយៗណាស់ណាកូនដឹងទេសុំទោសដែលរងចាំយូរខ្ញុំឈ្មោះឆាតិជាអ្នកបង្ហាត់បង្រៀនតន្ត្រីមើលការខុសត្រូវនៅទីនេះអ្នកស្រីចំណែកខ្ញុំម៉ាកដាក់ជាជំនួយការរបស់គាត់ខ្ញុំបាទគឺជាណូសិកាចំណែកម្នាក់នេះគាត់គឺជានៅស្ងៀមកុំមកចេះអីពេកខ្ញុំណោះអារ៉ារីណាដែលបានស្គាល់នេះគឺជាបទបញ្ជារបស់សាលារៀនយើងខ្ញុំអញ្ជើញមើលទៅអញ្ជើញមើលចាแม่จังเลยទីនេះត្រូវការចម្រាញ់អ្នកចម្រៀងល្បីល្បាញឈ្មោះដូច្នេះការតឹងតែងជារឿងធម្មតាទេព្រោះអនាគតរបស់កូនសិស្សទៅថ្ងៃមុខនោះគឺសំខាន់ខ្លាំងណាស់ហើយតម្លៃក៏ថោកសមល្មមក្នុងការបដូរយកអនាគតដល់ទៅចាស់ទៅចង់ណាឈីណូសិកៈសំទោសតើពាក្យថាខត់ហ្នឹងគឺមានន័យយ៉ាងម៉េចដែរទៅបាទសាលារៀនរបស់ខ្ញុំមុននឹងទទួលសិស្សចាំបាច់ត្រូវធ្វើការណែនាំសិស្សឲ្យយល់ពីឫសគល់នៃបទភ្លេងជាមុនសិនដើម្បីឲ្យគេងាយស្រួលក្នុងការស្ដាប់ចង្វាក់កដងជាបណ្ដាដូច្នេះហើយយល់ល្អគួរតែឲ្យគេសាកល្បងជាមុនសិនបាទសូមអញ្ជើញសាកល្បងនៅឧបករណ៍ភ្លេងខ្លះចាំស្ដាប់ណាតើតុងនេះគេហៅថាតុងអ្វីដែរសួរខ្ញុំបែបនេះខ្ញុំវងវែងសុងអស់ហើយនេះខ្ញុំអត់ស្ដាប់អត់បានព្យាយាមស្ដាប់បន្តិចទៅមើលកូនស្ដាប់ទៀតណាយ៉ាងមិនស្រួលដែរទេតុងនេះគឺសំឡេងព្យ៉ាណូមិនត្រូវយកដៃឬក៏យកជើងមកប៉ះពាល់ទេណាស្ដាប់គ្រូអធិប្បាយណាណែកូនគាត់ចង់សួរថាសំឡេងដូរ៉េមីតាកូនអញ្ចឹងគឺអាហ្នឹងគឺណែកុំលេងសាយណាយកចិត្តទុកដាក់បន្តិចទៅណាបាទគឺស្ដាប់ម្ដងទៀតណាដូឈីនូសិកែខ្ញុំសុំទោសផងចាស់សុំទោសគិតទៅគេជាក្មេងឯករាជ្យចាំតែម្ដងហើយនេះគេតែងតែអញ្ចឹងហើយអាយ៉ានទូងបន្តតទៅនេះចាំស្ដាប់ចង្វាក់ម្ដងចាំមើលខ្ញុំសិនណាឬទេចាំមើលណាស្រួលណាស់ក្រំណាប៉ណ្ណឹងនោះកុំអួតពេកមើលនេះសាក់វាយមើលទៅនាងតូចមិនដឹងថាបត់ស្អីជាបត់ស្អីនេះមើលទៅច្បាស់ជាឡប់សតិឲ្យយើងតែខ្ញុំជេរវាយក៏ប៉ែកូតណាអញពាក់គូដែរស្ដាប់លេងចាំជាយកគេមកចោលកណ្ដាលខ្មាស់មែនមើលចោលเสียงก็คำราม
មើលចុះមើលចុះ ចាគេនៅឯផ្ទះហ្នឹងក៏រពើបែបនេះឯងខ្ញុំពិបាកចិត្តណាស់ ហើយផ្ទះឡើងវាគូត្មងហើយតាំងពីខ្ញុំកើតមករហូតដល់ប៉ុណ្ណេះទើបតែជួបសិស្សលើកដំបូងទេដែលមានលក្ខណៈបែបនេះសុំតសើ សរសើរញ៉ាំមែនទេគេមិនមែនសរសើរកូនទេណា ហើយបើគិតទៅខាងទេពកោសលតន្ត្រីរបស់គេគឺសូរ៉ូពងមន់ហើយ អូហើយគិតយ៉ាងម៉េចទៅអញ្ចឹង ភ្លេងដែលគេស័ក្តិសមគឺឲ្យគេកាន់ឆាបទៅចុះ អូកាន់អីឆាបគឺឆាបណែគឺសម្រាប់តែសិស្សណាដែលអន់ជាងគេតែប៉ុណ្ណោះដែលគេឲ្យកាន់ឆាបនោះព្រោះលេងឧបករណ៍ទំនើបមិន ជាង កើត គេបំផុតត បាទត្រូវហើយសម្រាប់អ្នកកាន់ឆាបតើតែអ្នកអន់ជាងគេទើបគេឲ្យកាន់ឆាបដូច្នេះហើយបើសិនជាអ្នកស្រីចង់ឲ្យកូនរៀននោះអ្នកស្រីគួរតែសម្រេចចិត្តឲ្យមែនតែនហើយបើសិនជាចង់ឲ្យរៀនខ្ញុំគិតថាសិស្សដូចជាគេអញ្ចឹងតើតែបងថ្លៃឲ្យថ្លៃបន្តិចទៅបានហើយអ្នកស្រីសម្រេចចិត្តហើយឬនៅថាឲ្យគេរៀនឬមួយក៏អត់ គិតយ៉ាងម៉េចចេះទេណោះខ្ញុំយើងខ្ពើមឲ្យកូនយើងនៅរៀនសាលារបស់ឯងខ្លាំងណាស់យើងនឹងមករៀនគេដល់ខ្លួនឯងវិញយើងមិនឲ្យកូនយើងរៀនសាលារៀននេះជាដាច់ខាតតោះយើងទៅវិញកូនប៉ា